ភ្នែករបស់សៀវយៀនប្រងួយកន្តើយនៅពេលដែលគាត់ឃើញក្រុមមនុស្សធំមួយក្រុមនេះព្យាយាមរត់គេចខ្លួនសំឡេងរបស់គាត់ត្រូវបានបញ្ចេញចេញពីមាត់របស់គាត់យឺតៗបន្ទះខ្មៅដ៏ធំសម្បើមនៅលើមេឃស្រាប់តែបាញ់ចេញនូវសសរពន្លឺខ្មៅមួយបន្ទាប់ពីសៀវយៀនបាននិយាយពាក្យបញ្ជាសសរនេះបានរួមបញ្ចូលគ្នាយ៉ាងស្ងៀមស្ងាត់ជាមួយនឹងលំហហើយបានតាមទាន់ក្រុមរបស់គូយូមនុស្សមួយចំនួនដែលមានសំណាងមកពីសម្ព័ន្ធទូលាយជ្រៅត្រូវបានទាញចូលទៅក្រុងសសរពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថារាងកាយរបស់ពួកគេបានចាប់ផ្ដើមរលាយបាត់យ៉ាងឆាប់រហ័សនៅក្រុងសសរពន្លឺនេះពួកគេបានបញ្ចេញដូឈីរបស់ពួកគេយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែការភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់ពួកគេកាន់តែសម្បូរបែបនៅពេលដែលដូឈីរបស់ពួកគេលេចឡើងពួកគេបានរកឃើញថាសូម្បីតែដូឈីនៅក្នុងខ្លួនរបស់ពួកគេក៏បានចាប់ផ្ដើមរលាយបាក់បន្តិចម្ដងទៅជាគ្មានអ្វីបន្ទាប់ពីបានជប់នៅពន្លឺខ្មៅសំឡេងស្រែកដ៏កំសត់បានបន្លឺឡើងរំពាសពេញអាណាចក្រផ្កាយមនុស្សអាក្រក់តើនេះជាអ្វីគូយូនិងពីរញាក់ទៀតត្រូវបានរំពំព័ន្ធដោយដាវឈីដ៏អាក្រក់របស់ពួកគេភ្នែករបស់ពួកគេមានការភ្ញាក់ផ្អើលនិងខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលពួកគេសម្លឹងមើលពន្លឺខ្មៅជុំវិញដូឈីនៅក្នុងខ្លួនរបស់ពួកគេមានទំហំធំធេងហើយមានអានុភាពខ្លាំងដែលអនុញ្ញាតឲ្យពួកគេស្ទើរតែមិនអាចទប់ទល់នឹងពន្លឺបានទោះយ៉ាងណាក៏ដោយក្នុងល្បឿនដែលពួកគេកំពុងរលាយបាត់ទៅមិនយូរមិនយូរពួកគេនឹងរលាយបាត់ទៅដូចជាគ្មានអ្វីដូចអ្នកដទៃឡើយលឿនឡើងរត់គេចពីសសរពន្លឺខ្មៅនេះបិសាចចាស់ធានមេងបានក្រហឹមតិចមានភ័យភ័យរន្ធត់ក្នុងសំឡេងរបស់គាត់នេះជាលើកទី1ដែលគាត់បានដឹងពីសេចក្តីស្លាប់នៅពេលដែលបន្ទាប់ពីយ៉ាងត្រានឆ្នាំលើកពីនេះជាលើកដំបូងដែលគាត់មានអារម្មណ៍បែបនេះបន្ទាប់ពីបានបំបែកថ្នាក់បានសេងមិនចាំបាច់មានការរំលឹកពីបិសាចចាស់ធានមេងនៅឡើយពេលដឹងថាដូឈីរបស់ពួកគេរលាយបាត់យ៉ាងឆាប់រហ័សនោះគូយូនិងធានយន្តទី3បានបង្ហាញការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងទឹកមុខរបស់ពួកគេជាភ្លាមពួកគេបានបញ្ចេញល្បឿនរបស់ពួកគេដល់ដែនកំណត់របស់ពួកគេហើយប្រញាប់ចេញពីសសរពន្លឺខ្មៅតើអ្នកអាចរត់គេចបានទេសៀវយៀនបានងក់ក្បាលបន្ទាប់ពីឃើញពួកគេទាំង3ព្យាយាមរត់គេចខ្លួនដៃរបស់គាត់ស្រាប់តែក្តាប់ទៅទិសដៅក្រុមរបស់គូយូហើយលំហអាកាសក៏រឹងភ្លាមលំហអាកាសដែលរឹងនោះមើលទៅដូចជាជញ្ជាំងគុកដ៏រឹងមាំនៅពេលដែលពួកគេចាក់សោមនុស្សគ្រប់គ្នានៅក្នុងសសរភ្លើងខ្មៅសៀវយៀនធ្លាប់មានបទពិសោធន៍ជាញឹកញាប់ជាមួយអ្នកជំនាញខ្លាំងជាងនេះដែលប្រើវិធីសាស្ត្រនេះដើម្បីដោះស្រាយជាមួយគាត់កាលពីអតីតកាលឥឡូវនេះកម្លាំងរបស់គាត់បានកើនឡើងដល់កម្រិតផ្កាយមួយឌូសែងទីបំផុតគាត់អាចជួបប្រទះនឹងសេចក្តីរីករាយយ៉ាងខ្លាំងនៃការបង្កើតគុកដោយក្រាន់តែលើកដៃឡើងប៉ាំងក្រុមរបស់គូយូបានវាយបន្ហាយ៉ាងខ្លាំងទៅលើលំហដែលបានរឹងប៉ុន្តែកម្លាំងរៀងខ្លួនរបស់ពួកគេគឺទាបជាងកម្លាំងរបស់សៀវយៀនឆ្ងាយណាស់វាងាយស្រួលលិយាយជាងធឺនៅពេលដែលវាមកដល់ការបំបែកលំហដែលសៀវយៀនបានដាក់លើពីនេះសសរពន្លឺខ្មៅបានបន្តបំបែកឌូជីនៅក្នុងខ្លួនរបស់ពួកគេដែលបណ្ដាលឲ្យការវាយប្រហាររបស់ពួកគេចុះខ្សោយមនុស្សគ្រប់គ្នានៅក្នុងអាណាចក្រផ្កាយបានមើលអ្នកជំនាញមកពីសម្ព័ន្ធទន្លេជ្រៅត្រូវបានសៀវយៀនរារាំងដោយនៅក្នុងសសរពន្លឺខ្មៅដោយមិនគិតថារបៀបណាដែលមនុស្សទាំងនេះតស៊ូពួកគេអាចរងចាំតែសេចក្តីស្លាប់ប៉ុណ្ណោះចិត្តរបស់អ្នកសង្កេតការទាំងនោះក៏ញ័រដោយអចេតនានៅពេលដែលពួកគេឃើញវិធីសាស្ត្រដ៏ខួសក្រៅរបស់សៀវយៀនពួកគេមានអារម្មណ៍ថារីករាយដែលពួកគេនៅខាងសៀវយៀនសំឡេងស្រែកយ៉ាងខ្លាំងនៅតែបន្តបញ្ចេញពីសសរពន្លឺក្នុងរយៈពេល3នាទីដ៏ខ្លីមនុស្សគ្រប់គ្នានៅក្នុងសសរពន្លឺក្រៅពីគូយូនិងបែនសេងពីរអ្នកផ្សេងទៀតបានរលាយបាត់ទៅគ្មានអ្វីទាំងអស់សូម្បីតែព្រលឹងរបស់ពួកគេក៏ត្រូវបានបំផ្លាញដោយពន្លឺខ្មៅនោះដែរសៀវយៀនអនុញ្ញាតឲ្យខ្ញុំចេញទៅហើយនិកាយមេឃជ្រៅនឹងក្លាយជាក្រុមរងនៃវិមានផ្កាយខ្លះនៅពេលអនាគតបិសាចចាក់ធានម៉ែងមានការភ័យខ្លាចយ៉ាងខ្លាំងការវាយប្រហារឆ្កួងរបស់គាត់នៅតែឥតប្រយោជន៍ខណៈដៃឌូជីនៅក្នុងខ្លួនគាត់ចុកសោយគាត់បានបែរមុខទៅកាន់មេឃហើយក្រហឹមខ្លាំងទៅកាន់សៀវយៀនមិនចាំបាច់ទេនិកាយមេឃជ្រៅនឹងលែងមានទៀតហើយទឹកមុខរបស់សៀវយៀននៅតែប្រងើយកន្តើយនៅពេលដែលបិសាចចាស់ធានមិញព្យាយាមចោះចាញ់គាត់ងក់ក្បាលយឺតហើយបន្ថែមយ៉ាងស្រទន់ថាខ្ញុំបាននិយាយថាអាណាចក្រផ្កាយ
មិនមែនជាកន្លែងអាក្រក់ដែលត្រូវបញ្ចុះនោះទេកូនកំណាចខ្ញុំចាស់នឹងមិនទប់ទល់ថ្ងៃនេះទេភ្នែករបស់បិសាចចាស់ធានមិញប្រែជាក្រហមដួសឈាមភ្លាមបន្ទាប់ពីឃើញថាសូម្បីតែការចោះចាញ់ក៏គ្មានប្រយោជន៍ដែរសសរឈាមជាច្រើនស្រាប់តែហៀចេញពីរុនញុះរបស់គាត់ខណៈពេលដែលរាងកាយរបស់គាត់រីកធំយ៉ាងលឿននៅពេលនេះមនុស្សឈួតនេះគូយីវនៅក្បែរនោះមានការផ្លាស់ប្ដូរទឹកមុខនៅពេលដែលឃើញសសរឈាមទាំងនេះគាត់ប្រញាប់ដកថយជាមួយធានសឿនទី3ផាំងរាងកាយរបស់បិសាចចាស់ធានមិញបានរីកធំយ៉ាងលឿននៅចំពោះភ្នែកជាច្រើនដែលស្រឡាំងក្អាងមួយសន្ទុះក្រោយមកវាបានបញ្ចេញសំឡេងផ្ទុះហើយផ្ទុះយ៉ាងខ្លាំងដូចជាធុងផ្ទុះព្យុះធម្មពលដែលគួរឲ្យភ័យខ្លាចបានបោកភ្លក់យ៉ាងលឿននិងបំបែកលំហូររឹងជុំវិញគាត់សៀវយានបានសម្លឹងមើលព្យុះធម្មពលដែលកំពុងរីករាលដាលនិងប្រងើយកន្តើយត្រាដែលបង្កើតឡើងដោយដៃរបស់គាត់បានផ្លាស់ប្ដូរហើយបណ្ដាខ្មៅដែលហុំព័ទ្ធដោយរង្វង់ភ្លើងបានបញ្ចេញកម្លាំងបឺតយ៉ាងគួរឲ្យភ័យខ្លាចវាលេបត្របាក់ព្យុះធម្មពលទាំងមូលពន្លឺស្រអាប់ខ្លាំងមួយបានបាញ់ចេញភ្លាមនៅពេលដែលព្យុះធម្មពលបាត់បង់ប៉ុន្តែវាមិនបានរត់កេញក្លាវតាមរយៈការចេញពីអាណាចក្រផ្កាយឡើយផ្ទុយទៅវិញវាប្រញាប់ប្រញាល់ទៅរកសិស្សម្នាក់នៃវិមានផ្កាយធីឡាល្បិចនេះមិនមានប្រយោជន៍ប្រឆាំងជាមួយខ្ញុំទេលំហូរអាកាសបានស្ងប់ស្ងាត់ភ្លាមនៅពេលដែលពន្លឺនេះរៀបនឹងចូលទៅក្នុងខ្លួនសិស្សវិមានផ្កាយធ្លាក់បានសម្លេងត្រជាក់ជំនាញបានត្រជាក់ឡើងនៅពេលដែលវេលាដួលទឹកចកគ្រានសសរភ្លើងខ្មៅទំហំពុនកណ្ដាប់ដៃបានបែកចេញពីបណ្ដាសខ្មៅនិងធ្លាក់មកលើពន្លឺស្រអាប់នោះមានសម្លេងស្រែកដែលអស់សង្ឃឹមនិងសោកសៅមួយបានបញ្ចេញពីពន្លឺស្រអាប់នោះសម្លេងស្រែកសោកសៅនោះបានបាត់បង់ទៅនៅពេលដែលញើសត្រជាក់គម្របដណ្ដាបលើក្បាលសិស្សវិមានផ្កាយធីឡានៅពេលដែលពន្លឺស្រអាប់នោះរលាយបាត់បង់មនុស្សគ្រប់គ្នាយល់ថាបានសេញកម្រិតអធុម្នាក់បានស្លាប់បាត់ទៅឆេកម្រិតស្មីពន្លឺពីរដែលមានល្បឿនដោយព្យុះផ្ទាន់ពីនបានប្រញាប់ប្រញាល់ចេញពីសសរភ្លើងខ្មៅខណៈពេលដែលពន្លឺស្រអាប់នោះបាត់បង់ទៅពន្លឺទាំងពីរគឺគូយាវនិងធានសុនទី3កណ្ដាប់ដៃរបស់ស៊ីវយានបានធ្លាក់មកលើរាងកាយរបស់ធានសុនទី3យ៉ាងស្រទន់រាងកាយរបស់ធានសុនទី3បានប្រែជាពណ៌ក្រហមភ្លឺនៅពេលប៉ះកម្ដៅដ៏គួរឲ្យថ្លៃមួយបានរាលដាលពាសពេញរាងកាយរបស់គាត់បណ្ដាលឲ្យគាត់ស្រែកយ៉ាងខ្លាំងប៉ុន្តែសំឡេងគ្រហឹមនេះទើបតែបន្លឺឡើងនៅពេលដែលអណ្ដាតភ្លើងរៀបចេញពីរុនទាំងអស់របស់គាត់រាងកាយរបស់ធានសុនទី3បានប្រែក្លាយទៅជាភ័យយ៉ាងឆាប់រហ័សដោយសារតែសីតុណ្ហភាពខ្ពស់នេះហ្គូយូមានអារម្មណ៍ត្រជាក់ខ្លាំងពីជើងរបស់គាត់ទៅក្បាលរបស់គាត់បន្ទាប់ពីបានឃើញពីរបៀបដែលកណ្ដាប់ដៃរបស់ស៊ីវយានគួរឲ្យខ្លាចប៉ុណ្ណាមុខស្ងប់ស្ងាត់របស់ស៊ីវយានហាក់ដូចជាគួរឲ្យខ្លាចជាងបិសាចនៅពេលនេះវាមានគ្រោះថ្នាក់ក្នុងការអនុញ្ញាតឲ្យខ្លាលូតលាស់ប្រសិនបើខ្ញុំដឹងថាថ្ងៃនេះនឹងមកដល់ខ្ញុំនឹងបានស្នើសុំឲ្យមកទីនេះហើយកុំចាត់ក្មេងរពិលនេះហ្គូយូមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គាត់កាលពី2-3ឆ្នាំមុនគាត់មានឱកាសទៅចាប់ស៊ីវយានប៉ុន្តែគាត់មានអារម្មណ៍ថាស៊ីវយានខ្សោយពេកនៅពេលនោះដូច្នេះគាត់បានប្រាប់អ្នកផ្សេងឲ្យដោះស្រាយវាតើគាត់អាចដឹងដោយរបៀបណាថាការដូរដៃនេះនឹងធ្វើឲ្យគាត់បោះបង់ជីវិតរបស់គាត់អ្នកគួរទៅជាមួយនឹងគាត់ភ្នែករបស់ស៊ីវយានស្ងប់ស្ងាត់នៅពេលដែលគាត់សង្កេតមើលហ្គូយូរាងកាយរបស់គាត់ភ្លឺឡើងហើយគាត់បង្ហាញខ្លួននៅចំពោះមុខហ្គូយូបន្ទាប់មកគាត់ក៏លូកដៃចេញហ្គូយូមានអារម្មណ៍ថារាងកាយទាំងមូលរបស់គាត់ប្រែទៅជាត្រជាក់ខ្លាំងពីជើងរបស់គាត់ទៅក្បាលរបស់គាត់បន្ទាប់ពីបានឃើញពីរបៀបដែលកណ្ដាប់ដៃរបស់ស៊ីវយានគួរឲ្យខ្លាចប៉ុណ្ណាដៃរបស់ស៊ីវយានលឿនខ្លាំងណាស់ប៉ុន្តែវារៀបនឹងធ្លាក់មកលើហ្គូយូនៅពេលដែលចន្លោះក្បែរហ្គូយូបានបញ្ចក់ទ្រង់ទ្រាយយ៉ាងខ្លាំងដៃដែលរុញហើយចាស់ដូចអាសាតបានលាតសន្ធឹងចេញពីចន្លោះដែលបញ្ចក់ទ្រង់ទ្រាយនិងលបឿនដូចផ្លែកបន្ទាប់តើដៅសឹងមកពីសាលាព្រលឹងតើហាក់ដូចជានឹងបង្ហាញខ្លួនហើយឬភ្នែករបស់ស៊ីវយានស្រាប់តែរុញទួតនៅពេលដែលដៃខ្មៅនោះបានលាតសន្ធឹងកណ្ដាប់ដៃរបស់ស៊ីវយានបានធ្លាក់មកលើរាងកាយរបស់ធានសុនទី3យ៉ាងស្រទន់រាងកាយរបស់ធានសុនទី3បានប្រែជាពណ៌ក្រហមភ្លឺនៅពេលប៉ះកម្ដៅដ៏គួរឲ្យខ្លាចមួយបានរាលដាលពាសពេញរាងកាយរបស់គាត់បណ្ដាលឲ្យគាត់ស្រែកយ៉ាងខ្លាំងប៉ុន្តែសំឡេងក្រហមនេះទើបតែបន្លឺឡើងនៅពេលដែលអណ្ដាតភ្លើងហៀចេញពីរុនទាំងអស់របស់គាត់
រាងកាយរបស់ធានស៊ុនទី3បានប្រែคล้ายទៅជាផៃយ៉ាងឆាប់រហ័សដោយសារតែសេតនភាពខ្ពស់នេះគូយូមានអារម្មណ៍ត្រជាក់ខ្លាំងពីជើងរបស់គាត់ទៅក្បាលរបស់គាត់បន្ទាប់ពីបានឃើញពីរបៀបដែលកណ្ដាប់ដៃរបស់សៀវយានគួរឲ្យខ្លាចប្រណាមុខស្ងប់ស្ងាត់របស់សៀវយានហាក់ដូចជាគួរឲ្យខ្លាចជាងបិសាចនៅពេលនេះវាមានគ្រោះថ្នាក់យ៉ាងខ្លាំងដើម្បីឲ្យខ្លាលូតលាស់នៅពេលដែលពោយាទឹកប្រសិនបើខ្ញុំដឹងថាថ្ងៃនេះនឹងមកដល់ខ្ញុំនឹងបានស្នើសុំឲ្យមកទីនេះហើយកំចាត់ក្មេងរពើនេះគូយូមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គាត់កាលពី2ឆ្នាំមុនគាត់មានឱកាសទៅចាប់សៀវយានប៉ុន្តែគាត់មានអារម្មណ៍ថាសៀវយានខ្សោយពេកនៅពេលនោះដូច្នេះគាត់បានប្រាប់អ្នកផ្សេងឲ្យដោះស្រាយវាតើគាត់ដឹងពីរបៀបណាថាការផ្លាស់ប្ដូរដៃនេះនឹងធ្វើឲ្យគាត់បោះបង់ចោលជីវិតរបស់គាត់អ្នកគួរតែទៅជាមួយគាត់ភ្នែករបស់សៀវយានស្ងប់ស្ងាត់នៅពេលដែលគាត់សង្កេតមើលគូយូរាងកាយរបស់គាត់ភ្លឺឡើងហើយគាត់បង្ហាញខ្លួននៅចំពោះមុខគូយូបន្ទាប់មកគាត់បានលូកដៃចិនគូយូមានអារម្មណ៍ថារាងកាយទាំងមូលរបស់គាត់ប្រែទៅជាត្រជាក់ដូចទឹកកកនៅពេលដែលសៀវយានលាតដៃវែងស្លេករបស់គាត់ដៃរបស់សៀវយានលឿនខ្លាំងណាស់ប៉ុន្តែវារៀបនឹងធ្លាក់មកលើគូយូនៅពេលដែលចន្លោះក្បែរគូយូបានមង្គុយត្រង់យ៉ាងខ្លាំងដៃដែលរុញហើយចាស់ដូចបិសាចត្រូវបានទុតលាតសន្ធឹងចេញពីចន្លោះដែលមង្គុយត្រង់ជាមួយនឹងលបឿនដូចផ្លែបន្ទាត់ដាវសេងមកពីសាលនៃព្រលឹងតើគាត់នឹងបង្ហាញខ្លួននៅទីបំផុតទេភ្នែករបស់សៀវយានស្រាប់តែរួញតូកនៅពេលដែលដៃខ្មៅនោះលាតសន្ធឹងបាទសូមអរគុណបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង